មករយៈក្រោយនេះអត់មានអារម្មណ៍ take care ខ្លួនឯងសូម្បីតែបន្តិចអញ្ចឹងថ្ងៃនេះទាំងអស់គ្នាបើហើយបន្ទាប់ពីហើយការងារខ្ញុំក៏អូខេមកផ្ដល់ក្តីស្រឡាញ់ pamper ខ្លួនឯងតិចដោយការធ្វើ skin care routine បងប្អូនទាំងអស់គ្នាមកមើលការធ្វើ skin care routine ខ្ញុំទាំងអស់គ្នាណាជាដំបូងគឺខ្ញុំផុសជាមួយនឹង cleansing oil ហើយការប្រើប្រាស់ cleansing oil បងប្អូនមិនបាច់តដាក់មុខឲ្យសើមទេទាំងអស់គ្នាចាក់ cleansing oil ដូចខ្ញុំដាក់ចឹងមកឲ្យបងប្អូនយកមកម៉ាសានៅលើមុខហ្នឹងម៉ាសាប្រហែលកន្លះនាទីហើយចាំបងប្អូនដាក់ទឹកហើយនៅពេលដែលបងប្អូនដាក់ទឹកនេះជាមួយខ្ញុំដាក់ទឹកបងប្អូនឃើញទេវានឹងទៅឡើងជាពណ៌ដូចទឹកដោះគោអញ្ចឹងហើយបងប្អូនបន្តធ្វើការម៉ាសាចាទឹកដោះគោហ្នឹងឲ្យបានកន្លះនាទីហើយការលាងបែបហ្នឹងគឺ remove make up ចេញទាំងអស់ហ្មងអានេះគឺយើងហៅថា first step cleanser បន្តមកទៀតគឺយើងចូលជាមួយនឹង foam លាងមុខយើងធម្មតាហ្នឹងបងប្អូនចាធ្វើការម៉ាសាឲ្យបាន1នាទីចាលាងមុខឲ្យម៉ាសាឲ្យបាន1នាទីវីដេអូខ្ញុំខាញាប់ខ្លាំងមែនតើចាបន្តមកបងប្អូនលាងទឹកចេញណាយើងលាងមុខចេញឲ្យស្អាតមកធ្វើមិនលាងឲ្យស្អាតបងប្អូនអត់ជាតិសាប៊ូជាតិអីហ្នឹងសាប៊ូរបស់យើងអត់មានពពុះទេប៉ុន្តែលាងសម្អាតបានល្អបន្តមកទៀតថ្ងៃនេះគឺខ្ញុំធ្វើការជំរុះកោសិកាស្បែកជាមួយនឹង Api Gentle Exfoliating Scrub ប្រភេទ Scrub ជំរុះកោសិកានិយាយទៅស្រាលនៅលើស្បែកបងប្អូនចាប្រើបានគ្រប់ប្រភេទស្បែកតែម្ដងហើយយើងធ្វើការម៉ាសានេះ1នាទីទៅ3នាទីទៅតាមចាបងប្អូនពេញចិត្តចឹងប៉ុន្តែយូរបំផុតគឺ3នាទីបន្ទាប់ពីយើងម៉ាសាហើយបងប្អូនលាងទឹកចេញក៏បានបងប្អូនយកកណាត់សើមជ្រលក់ទឹកយកមកជូតរហូតដល់ស្អាតក៏បានដែរហើយបន្ទាប់ពីធ្វើហើយបងប្អូនអើយស្បែកឡើងទន់ដូចកូនងាហ្មងបន្ទាប់មកគឺខ្ញុំបន្តជាមួយនឹង skin care routine របស់ខ្ញុំគឺខ្ញុំ setting spray ជាមួយ Api toner និយាយទៅបន្ទាប់មកទៀតសេរ៉ូមរៀងញាប់ដល់ហើយបញ្ចូលសលេងអត់តាន់សោះសេរ៉ូមនេះគឺជួយឲ្យស្បែកមុខយើងភ្លឺថ្លាជួយកាត់បន្ថយស្នាមរុយអត់ខ្មៅជាំផ្សេងនៅលើផ្ទៃមុខធ្វើបាត់តែវាត្រូវការពេលយូរបន្តិចមែនប៉ុន្តែនឹងទទួលបានផលព្រោះអីដោយសារតែផលិតផលរបស់យើងជាផលិតផលផ្សំគ្រឿងជាមួយនឹងគ្រឿងផ្សំធម្មជាតិ organic បងប្អូនកាន់តែប្រើកាន់តែបានផលមិញហ្នឹងខ្ញុំប្រើគ្រីមជាមួយនឹងគ្រីមថ្មីពីខាងមន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិកនេះផ្ទាល់តែអត់ទាន់ចេញលក់ឯនេះដៃខ្ញុំនេះគឺខ្ញុំប្រើជាមួយនឹង eye cream ដែលជាប៉ាន់អាប់ដេតចុងក្រោយពីខាងមន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិកនេះផ្ទាល់លាបសេរ៉ូមហើយលាបគ្រីមនឹងតែផ្លេចចុះ anyway ហើយ good night ជួបគ្នាវីដេអូក្រោយអ្នកនរគ្នាបាទ